សង្គមវិញបាទមានបរិសុទ្ធ4នាក់បានខ្លែងប្រដាប់ប្រាក់ដុល្លារខ្លែងខ្លាយបាទអញ្ចឹងមានសេរីតាំងឆ្នាំ2006បាទគឺចំនួនមាន$55,300បាទអញ្ចឹងគឺជាប្រាក់ដុល្លារខ្លែងខ្លាយទាំងអស់បាទអញ្ចឹងត្រូវសមត្ថកិច្ចនៅច្រកព្រំដែនបាទចាប់ខ្លួនបាទនៅច្រកអន្តរជាតិដូងក្នុងក្រុមទី6ភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងបាទអញ្ចឹងការខត់ខ្លួនគឺវេលាម៉ោង10:20 យប់បាទថ្ងៃទី5ខែមិថុនាឆ្នាំសម្រាប់ផ្លូវបាទអញ្ចឹងអធិការស្រុកខេត្តបាត់ដំបងរាយការណ៍ជាបឋមឲ្យដឹងថាជនសង្ស័យ4នាក់ត្រូវកម្លាំងនគរបាលស្រុកកំរៀងធ្វើការស្រាវជ្រាវរហូតខាត់បានពាក់ព័ន្ធមានករណីបទល្មើសចរាចរណ៍រូបិយប័ណ្ណដុល្លារខ្លែងខ្លាយកាលពីវេលាម៉ោង11:20 នាទីយប់ថ្ងៃទី5ខែមិថុនាស្ថិតក្នុងចំណុចផ្លូវចូលច្រកអន្តរជាតិដូងក្នុងក្រុមទី6ភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងប្រពន្ធបានឲ្យដឹងថាជនសង្ស័យមានគ្នា4នាក់មានឈ្មោះគៀតគីសរអាយុ35ឆ្នាំភេទប្រុសជនជាតិថៃជាកម្មកររស់នៅក្នុងបាងកក2មានឈ្មោះអូនអាតស៊ីវ៉ាកនអាយុ28ឆ្នាំភេទប្រុសជនជាតិថៃរស់នៅផ្លូវលេខ12ឃុំបានព្រឹកស្រុកក្រសាំងខេត្តបុរីរាំងប្រទេសថៃ3មានឈ្មោះសំចិត្តបាទកងផមអាយុ34ឆ្នាំភេទប្រុសជនជាតិថៃជាបុគ្គលិកក្រុមហ៊ុន Mitso Air បាទរស់នៅប្រទេសថៃនិងមានឈ្មោះបិទផាត់បាទអាយុ37ឆ្នាំភេទប្រុសជាកម្មកររស់នៅភូមិថ្មីឃុំត្រាំងស្រុកកំរៀងជនជាតិខ្មែរសមត្ថកិច្ចដកហូតបាន